bây giờ vấn đề khi số tham môn hai đấy bạn chi em set up project nhẹ nhàng chân này để sao để cho anh phở tập sinh có một project ngôi bàn ok cùng nó sầm khăn microservice để kia bạc máu cứ nằm bay thực ra make everything is small service chẳng bảo service nào mỗi đúa service bị áp bỏ một service example bảo sân chia service notification đùa chẳng service payment nơi nào từ đã service authentication nơi nào từ đã បើសិនជា switch payment ដួលអូខេ application ទាំងមូលគឺនៅអាច manage student បានដដែលគ្រាន់តែថាសិស្សក៏អាចបង់លុយបានដោយសារ switch payment បានដួលបាត់ហើយសរសើរដល់គ្នាជួបគ្នាវីដេអូថ្មីអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺខ្ញុំមកនិយាយពីអ្វីដែលខ្ញុំបានរៀនថ្មីតិច sorry សម្រាប់ slang quality ផងបើសិនជាវាលឿនអត់សូវច្បាស់ដោយសារខ្ញុំដាក់ mic ឆ្ងាយពីមាត់ so let's go demo តែទី1គឺយើង log in តែដោយសារខ្ញុំធ្លាប់ log in ហើយវានៅជាប់ email ហើយនេះគឺជា email ដែលជា example នៅក្នុងហ្នឹងតែថាខ្ញុំវាយ email ខុសចុះយើង sign in ទៅគឺវា load something wrong អីធម្មតាអញ្ចឹងតែខ្ញុំដាក់ឲ្យត្រូវទៅយើង sign in ទៅវាចូលហើយអញ្ចឹងខ្ញុំមាន data test ចំនួន3គឺ student ចំនួន3នាក់ដើម្បីធ្វើការ test អញ្ចឹងនៅក្នុងនេះគឺពេលយើងចុច student ទៅគឺវានឹងមានកន្លែង payment history ហើយនឹងកន្លែងដែលយើងអាច payment សម្រាប់ student មួយបានអានេះគឺជា simulation បានន័យថាជាអ្វីដែលខ្ញុំធ្វើមក test ដើម្បី test ពី flow នៃការគ្រប់គ្រងរបស់ system ទាំងមូលអញ្ចឹងណាចឹងអ្នកនរគ្នាមើលទៅវាអាចយល់ហើយមើលទៅវា simple ទេ flow វាអញ្ចឹងចុចមកហើយយើងអាច pay test ឥឡូវទៀតខ្ញុំដាក់ student ទី1នេះ600ហើយ description គឺ600ហើយខ្ញុំចុច unit payment ចឹងពេលចុច unit payment ដូចអ្នកនរគ្នាឃើញខ្ញុំវា load pending ហើយតោះមកវា update ទៅជា success state ហើយមានជាប់នៅហ្នឹងហើយតែទៀតខ្ញុំ pay លើកទី2ដាក់800ហើយយើងចុច payment ទៅវា load pending ហើយយើងចាំ apply ទៅវា load success state អញ្ចឹងprocess នៃការ load processing ហើយនឹង success នេះគឺជា process ដែលវាថាយើងចាំឲ្យ bank API respond មកថា success អញ្ចឹងព្រោះពេលដែលយើង request ទៅ external API ដូចជា bank API អីវាត្រូវចាំរយៈពេលខ្លីមួយដើម្បីឲ្យវាធ្វើការចប់ហើយវា update status មក success អីចឹងទៅអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេចំពោះ application ហ្នឹងដូចអ្នកឃើញហ្នឹងគឺខ្លីមែនទេហើយចាំ process បន្ទាប់គឺខ្ញុំចង់បង្ហាញពីថាពីក្រោយខ្នង backbone នៃ application មួយហ្នឹងថាវាមានរឿងអីកើតឡើងខ្លះអូខេអញ្ចឹងយើង start with ជាមួយនឹង console អញ្ចឹង sorry inspect ពេលដែលអ្នកនរគ្នានៅក្នុងនេះពេលដែលយើងចាប់ដើម pay លុយទៅយើងវាយលុយជាមួយនឹង generate payment គឺវានឹង load processing កន្លែង processing នេះគឺវា request ទៅកាន់ API pay អ្នកនរគ្នាឃើញនៅកន្លែងនេះ class student ហើយវាដាក់ ID ហើយតមកវាដាក់ pay អញ្ចឹង pay load របស់វាគឺមានប៉ុណ្ណឹងហើយ response មកវិញគឺ success ហើយវាមាន message មានអីចឹងទៅប៉ុន្តែចំពោះកន្លែង update status អ្នកនរគ្នាឃើញបដូរពី pending មក success នេះគឺវាមិនមែនជា response ចេញពី API pay ទេគឺវាជា response ចេញពី WebSocket វិញពេលដែលយើងចុចលើ student ទៅវាមាន load WebSocket event អញ្ចឹងយើងមើលកន្លែង message ម្ដងទៀតអញ្ចឹងឧទាហរណ៍800អូខេ pending នេះដូចអ្នកឃើញអញ្ចឹងគឺវា update status មកឲ្យវិញនៅក្នុង WebSocket event tab update ព័ត៌មានហ្នឹងមកចាំបាន UI យើង update អូខេ so នេះគឺជា whole idea of application ទាំងមូលទី1គឺ front end connect ទៅ API ហើយ API គឺមាន WebSocket អីអ្នកគ្នាមើលពីក្រៅទៅប្រកាសជាគាត់ថាអូខេសាមញ្ញវាអត់មានអីឡើយវាថាអស្ចារ្យអីក្រៅពី application ដែលខ្ញុំធ្វើទូទៅអញ្ចឹងប៉ុន្តែនៅក្នុងនេះគឺវាមានចំណុចពិសេសមួយចំនួនឡើយយើងទៅមើល source code ទាំងអស់គ្នាអូខេនេះគឺជា folder structure ក៏ដូចជា project ទាំងមូលរបស់ source code ជានេះជា project ដែលខ្ញុំ set up ដើម្បី learning អញ្ចឹងវាមិន professional ទេខ្ញុំធ្វើឲ្យតែបានដែរទេអ្នកគ្នាឃើញនៅក្នុងខាងស្ដាំនេះគឺជា source code ទាំងមូលហើយវាមាន API folder and UI folder ហើយនឹងមាន file មួយចំនួនដែល associate ជាមួយនឹង project ហ្នឹងចឹង code នេះខ្ញុំដាក់នៅក្នុង GitHub ខ្ញុំនឹងដាក់ link ឲ្យនៅក្នុង description បើចង់ទៅ download យកទៅមើលលេងឬក៏រៀនអីថ្មីចឹងអូខេយើង start ជាមួយនឹង API ចឹងនៅក្នុង API គឺមាន gateway ហើយនៅក្នុងហ្នឹងក៏វាមាន structure មួយចំនួនដូចជា service ចឹង service គឺគេប្រើសម្រាប់ជា micro service មួយទូច based on application មួយដែលយើង build start ទាំងអស់ហ្មងគឺ main application គឺ gateway ចឹង gateway នៅក្នុងនេះគឺខ្ញុំប្រើ Nest.js framework សម្រាប់ធ្វើការ build ជាមួយ gateway ដោយសារខ្ញុំស្រឡាញ់ model ដែលវាធ្វើមាន pattern អីត្រឹមត្រូវមាន controller អីចឹងទៅហើយណាមួយវាតំណងនឹងសរសេរផង structure អីចឹង
តែមិន strict ថាអ្នកនរត្រូវតែប្រើ NAS ឬក៏អីទេវាជា concept ទូទៅដែល microservice គេធ្វើដើម្បីឲ្យវាអាចប្រើអីបានគ្រប់យ៉ាងគ្រប់ framework គ្រប់ language ដែលយើងស្រឡាញ់ so basically gateway នេះគឺជាផ្លូវមួយដែលយើង allow ឲ្យ front end request មកអញ្ចឹង front end request គឺត្រូវតែឆ្លងកាត់ gateway ដើម្បីឲ្យ gateway ហ្នឹងគឺ verify តាក់ទងជាមួយនឹង authentication ឬក៏ authorization ផ្សេងៗអញ្ចឹងចំពោះ gateway នេះគឺគេអត់តម្រូវឲ្យវាទៅសេ logic អីនៅក្នុងហ្នឹងទេព្រោះគេធ្វើឲ្យវាស្រាលផុតតួនាទីរបស់វាគឺ check authentication ហើយ forward request ទាំងអស់ទៅ service ផ្សេងៗដើម្បីទៅការ handle អីផ្សេងៗទៀតអញ្ចឹងណាអូខេសង្ឃឹមអ្នកគ្នាតន់អញ្ចឹងនៅក្នុង logic gateway គឺអត់មានអីច្រើនទេគឺវាមាននៅក្នុងហ្នឹងមាន source ដែលវាមាន auth ហើយ service ផ្សេងៗដែលគេ set up ដែលខ្ញុំ set up មកដើម្បីធ្វើការ handle request ហើយ forward ទៅទៀតដូច auth controller នេះអញ្ចឹង auth controller គឺយើងប្រើវាសម្រាប់ធ្វើការ handle request នៅពេលដែលគេ request មកcheck authentication ហើយបន្តមកវារុញតទៅណាដូចជាមាន login មានអីចឹងអាហ្នឹងគឺ auth controller សម្រាប់ handle ហើយយើងមាន middleware សម្រាប់ធ្វើការ check off ផ្សេងៗទៀតដែលយើងអាចប្រើវាបានដើម្បី process app ទាំងមូលហើយយើងមាន command នេះនៅក្នុង command គឺវាមាន middleware HTTP exception filter មានអីនិយាយទៅគោលបំណងនៃទាំងអស់ហ្នឹងទាក់ទងមួយ authentication អូខេតោះមកយើងមាន payment controller មូលហេតុដែលវាមានគឺដោយសារតែយើងសម្រាប់ handle នៅពេលដែលគេ request payment by student អញ្ចឹងទៅឧទាហរណ៍ដូចកន្លែង endpoint មួយនេះអ្នកគ្នាបើអត់ដែរមើល NestJS ទេ it's gonna be ញ៉ៃតិចដោយសារតែ framework ហ្នឹងគឺវារៀង advanced តិចចំពោះ beginner គឺមើលអត់យល់ទេវា build on top of Express ចឹងកន្លែងនេះគឺខ្ញុំមាន list payment endpoint ដែលវា require មាន student ID ជា query parameter ហើយនៅពេលមាន student ID គឺយើង query by student ID ចឹង endpoint នេះគឺសម្រាប់ធ្វើការទាញ payment ដែលនៅអ្នកឃើញកន្លែងនេះគឺទាញ by student ពេលដែលយើង click student ទៅគឺវាឲ្យ payment list record ហ្នឹងមកវិញគឺយើងbasically call មក endpoint ហ្នឹងឯងហើយ endpoint ហ្នឹងធ្វើការ request តទៅកាន់ payment client.list payment នេះចឹង payment client.list payment នេះមិនមែនជា function ដែលយើងទៅសេនៅក្នុង gateway របស់ API ហ្នឹងទេគឺយើង call វាតទៅកាន់ service ដែលយើងឃើញនៅក្នុង service កន្លែងនេះវាមាន service payment ខាងក្រោមនេះទេខ្ញុំនឹងបញ្ចូលបន្ថែមអញ្ចឹងនេះគឺជា type safe API ដែលយើងអាចសេទៅតែវាដឹងវា recommend type ឲ្យយើងដោយសារតែយើងប្រើ file type test type safe ហើយយើង generate ចេញពី prototype so ចឹងអ្វីជា prototype ចឹង proto គឺជា file មួយដែល develop ដោយដូចជា Google ដោយសារនៅក្នុង file ហ្នឹងគឺយើងត្រូវការ specify Google គឺ develop ដោយ Google ដើម្បីធ្វើការ generate នៅ schema ផ្សេងៗបើយើងនិយាយស្រួលយល់គឺ contract គឺ agreement ដែលគ្រប់ language ទាំងអស់ត្រូវតែទៅសេវាដើម្បីធ្វើការបោះ data ឆ្លង microservice ទាំងមូលចឹងបើសិនជាយើងអត់មានវាទេគឺយើងធ្វើការវាពិបាកក្នុងការ generate ដោយសារពេលដែលយើង save file ហ្នឹងហើយយើងអាច run command ដើម្បីធ្វើការ generate type ក៏ដូចជា code ផ្សេងៗតាម target language ដែលយើងចង់បានហើយវានឹងមាន type safe ហើយនឹង function ផ្សេងៗដែលវា require ឲ្យមាននៅក្នុង service យើងមួយចឹងអ្នកគ្នាអាចយក code យកទៅមើលបន្ថែមតិចឲ្យស្រួយអាយថែមទៅនឹងយល់ហើយថា idea ហ្នឹងវាមិនខ្លះអូខេអានេះគ្រាន់ខ្ញុំប្រាប់ធួព្រោះសោះ code ច្រើនដែរអញ្ចឹងpayment controller ហ្នឹងគឺធ្វើការ call ទៅកាន់ដូចអ្នកគ្នាឃើញនេះ payment client នេះគឺខ្ញុំធ្វើការ create client ចេញពី microservice config របស់ខ្ញុំហើយនេះគឺជា payment service URL ដែលយើងតាំងនៅក្នុង env កូដប៉ុណ្នេះគឺយើងបានយើង access env file យើងមើលទៅនេះ payment service URL នេះដែលវា connect ទៅអាហ្នឹងអូខេចឹងក្រោយពីវា connect success វាបាននៅ payment client មួយដែលវាមាន type script full safe យើង define ខាងលើហើយវា call request ហ្នឹងហើយវាអ្វីដែលវាទទួលបានវិញគឺ response ហើយយើងបាន response យើងអាច map យើងអាច loop ធ្វើអីវិញវាបាន reply ទៅ give ទៅ front end វិញដែលជាការ response ចឹងដូចខ្ញុំនិយាយចឹងគឺ front end request មកចូល gateway call តទៅកាន់ service ហើយ service respond មកវិញgateway ធ្វើការ back ទៅ respond ទៅកាន់ client វិញប៉ុណ្ណឹង process របស់ microservice គឺប៉ុណ្ណឹងចឹងយើងមក check មើលនៅក្នុង code service payment តិចចឹងនៅក្នុង service payment ដែលខ្ញុំប្រាប់ចឹងថានៅក្នុង service payment គឺជា code ដូចជា Python project វាជា Python fast API project ដែលខ្ញុំ set up មកសម្រាប់ធ្វើ service ហើយ idea របស់វាហ្នឹងគឺ separate database ចឹង service payment គឺខ្ញុំមាន database តែឯងតែមួយវា
ដើម្បីឲ្យ performance វា better ជាងយើងប្រើ database ចូលគ្នាដោយសារវា switch ផ្សេងបើមួយដួលអាមួយផ្សេងទៀតគឺវាអត់ដួលទេចឹង switch របស់ payment នេះគឺ handle សម្រាប់តទៅជាមួយ payment ដែលវា belong ទៅកាន់ student អញ្ចឹងយើងមើលទៅថា database របស់វាគឺខ្ញុំប្រើ HLI សម្រាប់ testing មែនតើខ្ញុំអត់ប្រើ HLI ទេអញ្ចឹងគឺជា Python file API project មួយដែលខ្ញុំបាន set up ហើយវាក៏អត់មានអីញ៉ៃអីខ្លាំងណាស់ដែរអ្នកនរអាចមើល code បានអញ្ចឹងការ talk clear ទៅវិញទៅមកនោះគឺខ្ញុំប្រើ connect RPC ដែលជា alternative របស់ gRPC អញ្ចឹង gRPC វាជា tool មួយដែលគេប្រាប់គឺប្រើសម្រាប់ connect microservice ដែលវាលឿនយើងអាចប្រើ HTTP request ធម្មតាក៏បានដែរតែគ្រាន់ថាពួកអាហ្នឹងវាលឿនជាង HTTP request ធម្មតាពីមុនគេប្រើ gRPC តែដោយសារខ្ញុំ search មើលទៅគេថា connect ហ្នឹងក៏វាល្អម្យ៉ាងដែរអញ្ចឹងក៏ខ្ញុំជ្រើសរើសយក connect ហ្នឹងជំនួសវិញអូខេអញ្ចឹងពេលដែល gateway connect មកកាន់ payment service នេះគឺវា accept payment service where is it នេះកន្លែងនៅក្នុង class នេះអញ្ចឹងនៅក្នុង class នេះគឺវា accept payment request payment request ដែលជា function នេះ list payment នេះដែលយើង call ពី gateway controller នេះវាយើង call ពីpayment client.list payment ឃើញទេអញ្ចឹងយើងបាន function list payment ហ្នឹងគឺមក call មក function អ្នកនរគ្នាឃើញគឺខ្ញុំ call ពី TypeScript មកកាន់ Python code ប៉ុន្តែវាមិនមែន direct ទេគឺវា generate type ពីក្រោយខ្នងទៅតាម project មួយហើយត្រូវយក line ហ្នឹងខ្ញុំមិន call direct ទេអញ្ចឹងយើងបាន request ដែលយើងបោះពីgateway ដែលជា TypeScript មកហើយ request ហ្នឹងវាមាន type របស់វាស្រាប់ទៀតដោយសារយើងបាន generate អញ្ចឹងយើងអាច define type នៅខាងមុខនេះដើម្បីបាននៅ auto complete របស់ IDE អូខេអញ្ចឹងយើងបាន request ហើយយើងធ្វើការ cook request ហ្នឹងមកអញ្ចឹងget data get អី cook ហើយអស់ហើយគឺយើង respond back ទៅកាន់gateway វិញអញ្ចឹងកន្លែងនេះ response នេះក៏ត្រូវមាន response schema តាមត្រូវដែលយើង generate បង្កើតមាននៅក្នុង prototype កន្លែងនេះគឺយើងមាន response schema payment នេះ list payment request ហើយតមក list payment response គឺយើងត្រូវមាន schema អីតាមត្រូវដែលយើងត្រូវ define ដើម្បីឲ្យ type safe ទាំងសងខាងអូខេ so yeah flow វាមានតែប៉ុណ្្នឹងទេហើយប្រសេសរបស់វាក៏មានតែប៉ុណ្្នឹងដែរវាអត់មានអីច្រើនជាងហ្នឹងទេហើយវាមានតែ request ចូលឬ response ចេញអញ្ចឹងខ្ញុំចង់បញ្យល់ថែមតែទៅជាមួយនឹង queue បន្តិចដោយសារនៅក្នុងហ្នឹងក៏ខ្ញុំមានប្រើ queue ដែរដោយសារពេលដែលយើង pay លុយអីសម្រាប់ student គឺតែងតែពេលខ្លះទៅវា overload វាក៏វា data ច្រើនពេកដែលធ្វើឲ្យ server យើងប្រសេសអត់ទាន់អញ្ចឹងយើងអាច limit queue យើងបានអញ្ចឹងប្រសេស queue វាកាត់ឡើងនៅពេលដែលយើង payment អូខេពេលដែលយើងចុចកន្លែងនេះ800ទីហោចុច800ហ្នឹងហើយយើងចុចinit pay កន្លែងហ្នឹងគឺនឹងវា load ចូល queue ចឹងវា call ទៅ endpoint student payment ចឹង student ចឹងនៅក្នុង student នេះគឺ Python project ដូចគ្នាហើយវាមាន endpoint មួយគឺ payment and then delete this one make payment so function service payment នេះ make payment នេះគឺខ្ញុំ handle សម្រាប់ធ្វើការ pay លុយចឹងដល់ពេលដែលខ្ញុំ handle បាន data គឺខ្ញុំ set up student init payment មួយខ្ញុំ amount បានដែលយើង accept ពី front end មិញហ្នឹងហើយបន្ទាប់មកគឺយើង publish event មួយទៅកាន់ RabbitMQ so RabbitMQ វាជា message broker អាហ្នឹងมันជាគេហៅថា message broker ចំវាជា message broker មួយដែលគេបង្កើតមកឡើងមកសម្រាប់ធ្វើការខ្ជូរនៅ data មួយចំនួនដែលវាអាច overload server យើងអញ្ចឹងវាសុខចិត្ត load ម្ដងមួយ better than បុកម្ដងទាំងអស់ហើយកាំង server ចឹងនេះគឺជាគោលបំណងរបស់ RabbitMQ អញ្ចឹង alternative របស់វាគឺយើងអាចប្រើ Kafka ចំពោះproject system ធំ enterprise មែនទែនគឺគេ prefer Kafka ជាង RabbitMQ ប៉ុន្តែជាក់ស្ដែងវាមិនយ៉ាងអ្នកទេគ្រាន់ថា Kafka គេប្រើច្រើនជាងហើយមើលទៅវាដូចជា stable ជាងខ្ញុំអត់ដឹងថាមូលហេតុអី exactly ទេប៉ុន្តែចំពោះខ្ញុំចូលចិត្ត RabbitMQ ជាងដោយសារវាមើលទៅវារៀងស្រួល set up ជាងអញ្ចឹងអូខេ so RabbitMQ ហ្នឹងគឺយើងបោះ data ចូលហើយបន្តមកservice មួយខាងទៀតអាចទាញ data ហ្នឹងយកទៅ process ធ្វើអីផ្សេងៗទៀតដោយលក្ខខណ្ឌកន្លែងនេះគឺខ្ញុំប្រើ set up RabbitMQ ហើយខ្ញុំ publish exchange មួយទៅឲ្យ route នេះចឹង route ហ្នឹងគឺ student.payment.request ចឹងសួរថាណាគេអ្នកទទួលអាហ្នឹង service ផ្សេងមួយទៀតអ្នកទទួលយក event ហ្នឹងគឺ service ដូចជា payment service ហ្នឹងហើយcheck មើល payment service payment នេះគឺជាវាជាអ្នក listen ទៅកាន់ event ដែល publish ហ្នឹងខ្ញុំប្រើ consume payment request function មួយទៅ
ហើយយើង declare route វាត្រូវគ្នាមកតោះមកវាអាច read message ទាំងអស់ដែលវាមាន event ដែលគេផុសចូលនៅក្នុងហ្នឹងហើយតាមរយៈ route មិញហ្នឹងវាទទួលបាន data តោះមកវាទៅការ handle message ហ្នឹងដែលខ្ញុំ save function មួយសម្រាប់ handle អូខេអញ្ចឹងវា handle process payment ហូត so process payment នេះគឺវាធ្វើការទាំងអស់នៅក្នុងហ្នឹងគឺយើងអាច limit ថាក្នុងកំឡុងពេលតាណាគ្នាអាច process បានប្រមាណ payment ដែលយើង say ជា threading នៅក្នុង Python វាមាន threading ហើយយើងអាច limit វាបានអញ្ចឹងក្រោយពីវាបាន process payment គឺវាធ្វើការ call ទៅទីយើងមាន bank API ដែលត្រូវ call ចេញទៅអញ្ចឹងយើង call ដូចនៅក្នុងនេះខ្ញុំ insert database ហើយបាទខ្ញុំ call ទៅ bank API បាទជាក់ស្ដែងយើងគួរតែ call ទៅ bank API ហើយចាំ insert ចូលទៅក្នុង database វាល្អជាងប៉ុន្តែធ្វើមិនក៏បានដែរឲ្យថានៅក្នុង transaction មួយគ្នាអញ្ចឹងយើងអាច cancel វាឬក៏ say code យើង handle វាបានចូលខ្ញុំ call ទៅ external bank API នេះហើយ external bank API គឺវាត្រូវការពេលចំនួន3 second ដើម្បីធ្វើការ request នេះជា dummy ដែលខ្ញុំដាក់ទេដើម្បីខ្ញុំចង់ simulate testing ជាមួយនឹង switch ហ្នឹង so ក្រោយពីខ្ញុំ call ទៅ bank API ហើយទៅពេលដែល bank API respond មកវិញគឺខ្ញុំធ្វើការ insert database ហើយខ្ញុំ publish នៅ event មួយទៀតដែលខ្ញុំដាក់ឈ្មោះឲ្យវាថា payment success so event ដែលខ្ញុំ publish នេះគោលបំណងនោះគឺអ្នក payment.process.success គោលបំណងនោះគឺខ្ញុំចង់ឲ្យ service ផ្សេងមួយទៀតទាញយក data success ហ្នឹងហើយ send notification ទៅឲ្យ student តាមរយៈទូរស័ព្ទគាត់ឬក៏អីឬក៏ service ណាផ្សេងទៀតដោយលក្ខខណ្ឌកន្លែងនេះគឺខ្ញុំប្រើ service notification ដើម្បីធ្វើការទាញអាហ្នឹងមកតង់ទៀតចឹងដូចអ្នកនរឃើញចឹងថាដំបូងខ្ញុំ publish ចេញពី student ចូល payment ខ្ញុំធ្វើការនៅ payment អស់ចិត្ត success ហើយខ្ញុំ publish ទៅឲ្យ notification មកតង់ទៀតហើយរវាងពីមកតង់ទៅមកតង់គឺយើងប្រើ queue ដើម្បីធ្វើការ publish message ហើយវា consume ទៅធ្វើអីផ្សេងៗទៀតតទៀតចឹងកន្លែង publish success នេះមិនមែនតែ notification service ទេសូម្បីតែ gateway ក៏វាត្រូវការlisten ទៅ event ហ្នឹងដែរចឹងនៅក្នុង gateway គឺខ្ញុំបាន set up RabbitMQ service មួយសម្រាប់ធ្វើការ listen ទៅ event success ហ្នឹងហើយនេះកន្លែង topic នេះ payment process success មូលហេតុដែលខ្ញុំ listen ទៅ event ហ្នឹងដែរដោយសារខ្ញុំចង់ឲ្យ gateway ហ្នឹងវាបាន event ហ្នឹងដែរហើយវា publish event socket មួយទៅឲ្យ user front end update status ទៅ success ដូចអ្នកនរគ្នាឃើញកន្លែងនេះនៅពេលដែលយើងដាក់800ហើយយើងចុច init ហ្នឹងគឺវានៅជា pending ឡើយទេអញ្ចឹងវិធីសាស្ត្រដែលវាអាច update real time ទៅឲ្យ client បានគឺpost web socket ទៅឲ្យ client បានអូខេ so process ទាំងនោះគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំខំថាអ្នកនរគ្នាតាមតខ្ញុំបញ្ចូលយ៉ាងលឿនដោយសារ source code ច្រើនអញ្ចឹងអ្នកនរគ្នាអាច download ទៅមើលតិចទៅប៉ុន្តែខ្ញុំគិតថាproject នេះគឺ fun សម្រាប់ខ្ញុំហើយខ្ញុំ spend ប្រហែលជាមួយអាទិត្យអីដែរហ្មង set up បានប៉ុណ្ណឹងទាំងដែលយើងដឹងអីសោះហើយខ្ញុំព្យាយាមយល់វាតែខ្ញុំពុំតាន់យល់អស់ដែរអ្វីដែលខ្ញុំយល់គឺខ្ញុំគិតថាតែបាន 50% អីមិនដឹងទេនៅច្រើនជាលើសហ្នឹងទៀតខ្ញុំមិនដឹងដែរហើយបើអ្នកនរគ្នាសួរថាមូលហេតុអីបានព្យាយាម set up project ញ៉ៃអញ្ចឹងណាដោយសារតែយើងអាចប្រើតែ single mono project មួយបានអូខេគោលបំណងសំខាន់ micro service ដែលគេបង្កើតមកគឺដើម្បីធ្វើការ make everything is small service អញ្ចឹងបើ service ណាមួយដួល service វាអត់ប៉ះពាល់មួយ service ផ្សេង example បើសិនជា service notification ដួលអញ្ចឹង service payment នៅដើរដដែល service authentication នៅដើរដដែលបើសិនជា service payment ដួលអូខេ application ទាំងមូលគឺនៅអាច manage student បានដដែលគ្រាន់តែថា sirs ក៏អាចបង់លុយបានដោយសារ service payment បានដួលបាត់ហើយប៉ុន្តែយើងអាចនៅតែអាច fix វាបានភ្លាមហើយអត់ប៉ះពាល់មួយ service ផ្សេងទៀត deploy separate ហើយ talk ទៅគ្នាតាមរយៈ OPC អូខេ so សង្ឃឹមថាទាំងអស់ហ្នឹង make sense សម្រាប់អ្នកនរគ្នាខ្ញុំព្យាយាមបញ្យល់ហើយបើមានចង្អល់អីអាចសួរបានតែខ្ញុំអត់ចេះទាំងអស់ទេតែអាចសួរបានខ្ញុំឆ្លើយបានខ្ញុំឆ្លើយមិនបានក៏អត់ឆ្លើយទៅអូខេ so ជួបគ្នាវីដេអូក្រោយ see you guys bye bye thank you